កាលទីព្រេងនាយនៅព្រៃដំបូកស្ងប់ស្ងាត់មានកុមារីម្នាក់ឈ្មោះសុភាកំពុងតែជីកដុំឡងដោយចិត្តអំណត់ទើបជីករបស់មាជ្រុះចូលទៅក្នុងរូចែកសុភាស្រែកថាអ្នកណាអាចជួយខ្ញុំបាននាមនោះខ្លាចចាស់មួយដើរចេញពីព្រៃតានឹងជួយប៉ុន្តែចៅត្រូវជួយតាវិញខ្លាសួរដំបៅតាស្អុយឬក៏ក្រអូបសុភាញញឹមស្រាលក្រអូបណាស់លោកតាដោយចិត្តស្មោះត្រង់នាងជួយដោយមន្តរអៀសខ្លាពេញចិត្តហើយដាក់មាសប្រាក់ពេញគៀលឲ្យនាងយកទៅផ្ទះពេលបើកជៀលមកមាសប្រាក់ភ្លឺចែងចាំងវូសារីករាយខ្លាំងប៉ុន្តែចិត្តលោកបានកើតឡើងនៅក្នុងគ្រួសារមួយទៀតផងទៅធ្វើដូចគេទៅយកមាសឲ្យម៉ែម៉ាលីធ្វើជាជួចចោតហើយស្រែកសុំជំនួយខ្លាចាស់មកម្ដងទៀតខ្លាសួរដដែលដំបៅតាស្អុយឬក៏ក្រអូបម៉ាលីឆ្លើយស្អុយណាស់ពេលបើកជៀលពុះវែកចេញមកមេរៀនមួយនេះស្ថិតនៅក្នុងភូមិតើមេរៀននេះគេចង់អប់រំយើងអំពីអ្វីសូមស្ទុកខមមិននៅខាងក្រោមវីដេអូនេះ